Ok សួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំបាទទេពី Channel វីដេអូ Channel ហ្នឹងហើយអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំចង់បង្ហាញប្រាប់ពីខ្លីមួយដើម្បីចែកជូនដល់អ្នកនរគ្នាតែមុននឹងចែកជូនកុំភ្លេចជួយ Subscribe ជួយសញ្ញាកណ្ដឹងដើម្បីចម្លាញ់ចិត្តរបស់ខ្ញុំបើសិនជាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ Like ម្នាក់មួយផងថ្ងៃនេះគឺខ្ញុំចង់ប្រាប់ពីរបៀបគិតលេខដោយមិនចាំបាច់ប្រើប្រាស់នៅម៉ាស៊ីនគិតលេខនៅលើ iPhone ទេអ្នកនរគ្នាគឺបែបនេះបើសិនជាអ្នកនរគ្នាមិនចាំបាច់ចូលទៅកាន់កន្លែងគិតលេខនេះទេអ្នកនរគ្នាគ្រាន់តែចូលមកកន្លែងនេះមកហ្នឹងហើយនេះកន្លែងនេះមកឧទាហរណ៍ថាបើសិនជាអ្នកនរគ្នាចង់បូកដកគុណចែកនៅលើនេះយើងគ្រាន់តែចុចកន្លែងហ្នឹងគឺបានតែម្ដងយើងគ្រាន់តែដាក់12បូកនឹង12ហើយបន្តមកទៀតអ្នកនរគ្នាចុចពាក្យថាស្មើមកគឺវាចេញឲ្យយើងតែម្ដងឃើញអ្នកនរគ្នាហើយបន្តមកទៀតបើសិនជាអ្នកនរគ្នាចង់គុណក៏បានដែរអ្នកនរគ្នាយើងដាក់12គុណ12មកហើយបន្តមកទៀតលុះត្រាតែយើងដាក់ស្មើទៅវាចេញឲ្យយើងតែម្ដងបើសិនជាអ្នកនរគ្នាអត់ដាក់ស្មើគឺវាអត់ចេញឲ្យយើងទេឃើញអត់អ្នកនរគ្នាអញ្ចឹងគឺវាស្រួលមួយយ៉ាងដែរដោយមិនចាំបាច់ចូលទៅកាន់កន្លែងគិតលេខនេះទេគ្រាន់តែចូលមកកាន់ keyboard របស់យើងឬក៏ក្តារចុចរបស់យើងមកគឺវារួចជាការស្រេចតែម្ដងហ្នឹងហើយអ្នកនរគ្នាឃើញអត់អញ្ចឹងយើងដាក់បូកមកហើយបន្តមកទៀតដាក់បូក13កុំភ្លេចពាក្យដាក់ពាក្យថាស្មើគឺវាបូកឲ្យយើងតែម្ដងឃើញអត់គឺ13បូកនឹង12បូកនឹង13ស្មើនឹង25តែម្ដងហើយនៅលើ version នេះអ្នកនរគ្នាបើសិនជាអ្នកនរគ្នា version ទៀតខ្ញុំអត់ទាន់ច្បាស់ដែរតែអ្វីដែលខ្ញុំកំពុងប្រើនេះគឺខ្ញុំនៅលើ version 18.1.1 ហ្នឹងហើយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាមិនចាំបាច់ចូលទៅកាន់ការគិតលេខនៅលើម៉ាស៊ីនរបស់ iPhone តែម្ដងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ keyboard មកហើយអ្នកនរគ្នាបូកដកគុណចែកទៅតាមនឹងទៅហើយអ្នកនរគ្នាគ្រាន់តែដាក់សញ្ញាស្មើមកគឺវាបូកឲ្យយើងតែម្ដងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងគឺវាអត់ពិបាកអីទេនៅពេលដែលអ្នកនរគ្នាចង់បូកដកគុណចែកទៅលើក្តារ keyboard របស់យើងគឺមានភាពងាយស្រួលមែនទែននៅលើ iPhone ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងការចែករំលែកអ្នកនរគ្នាយល់ជួបគ្នានៅវីដេអូក្រោយអូខេបាយបាយ